ព្រៃកោងកាងគឺជាព្រៃសមុទ្រដ៏សម្បូរបែបបំផុតនៅលើពិភពលោកវាគឺជាជម្រកដ៏កក់ក្ដៅបំផុតសម្រាប់សត្វសមុទ្រតូចៗជាច្រើនឋានសួគ៌នៅលើផែនដីនេះបង្កើតបានជារបាំងធម្មជាតិរវាងដីគោកនិងមហាសមុទ្រតំបន់កណ្ដាលនៃព្រៃកោងកាងកាន់តែមានឫសចាក់ស្រេះយ៉ាងស្មុគស្មាញឫសស្រឹងមាំនិងកោងជាច្រើនចាក់ចូលទៅក្នុងបាតសមុទ្រផ្ដល់នូវជម្រកដ៏ល្អឥតខ្ចោះសម្រាប់សត្វទាំងឡាយរចនាសម្ព័ន្ធបែបនេះមិនត្រឹមតែរារាំងអ្នកប្រមាញ់ធំៗជាច្រើនមិនឲ្យចូលមកប៉ុណ្ណោះទេថែមទាំងធ្វើឲ្យពួកវាដឹងថាទីនេះគឺជាឧបសគ្គដែលពួកវាមិនអាចឆ្លងកាត់បានជារៀងរហូតកោងកាងគឺជាដើមឈើតែមួយគត់ដែលអាចចាក់ឫសនិងលូតលាស់ក្នុងទឹកប្រៃបានស្ថិតនៅពេលដែលទឹកចូលឡើងមកដល់ប្រព័ន្ធឫសរបស់ដើមកោងកាងវាក៏មានន័យថាអាហារដ៏សម្បូរបែបត្រូវបានធម្មជាតិបញ្ជូនមកដល់ផងដែរបន្ទាប់ប្រមាញ់ជាច្រើនហែលមកកាន់ព្រៃកោងកាងក៏ដោយប៉ុន្តែពួកវាមិនអាចចូលទៅខាងក្នុងបានឡើយចំណែកឯត្រីឆ្លាមក្រូចឆ្មា Lemon Shark វិញដឹងយ៉ាងច្បាស់ពីភាពអស់ក្នុងពោះម្ដាយរហូតដល់លូតលាស់ពេញលេញទើបចេញមកកាន់ពិភពលោកនេះទោះជាយ៉ាងណាក៏ដោយនេះគឺជាការជួបគ្នាលើកដំបូងរបស់ម្ដាយនិងកូនហើយវាក៏ជាការជួបគ្នាលើកចុងក្រោយផងដែរដេងបន្ទាប់ពីបង្កើតកូនរួចម្ដាយត្រីឆ្លាមត្រូវត្រឡប់ទៅតំបន់ទឹកជ្រៅវិញមុនពេលទឹកងាកមកដល់ប្រសិនបើវានៅបន្តយូរវាអាចនឹងប្រឈមមុខនឹងហានិភ័យនៃការគឿងនៅលើគោកងាកមកមើលកូនត្រីឆ្លាមតូចៗដែលទើបនឹងកើតទាំងនេះវិញពួកវាហែលឆ្ពោះទៅកាន់ផ្នែកខាងក្នុងនៃព្រៃកោងកាងតាមសភាវគតិសម្រាប់ពួកវាទីនេះមិនត្រឹមតែជាកន្លែងលាក់ខ្លួនដ៏ល្អឥតខ្ចោះប៉ុណ្ណោះទេថែមទាំងជាទីលានហ្វឹកហាត់ធម្មជាតិទៀតផងដោយមានប្រវែងត្រឹមតែ50សង់ទីម៉ែត្រពួកវាអាចហែលកាត់បណ្ដាញឫសកោងកាងដ៏ស្មុគស្មាញបានយ៉ាងសេរីយូរទៅកម្ពស់ទឹកនៅក្នុងព្រៃកោងកាងចាប់ផ្ដើមស្រកចុះនៅពេលនេះពួកវាក៏បានហែលតាមផ្លូវទឹកមកដល់តំបន់កណ្ដាលនៃព្រៃកោងកាងបាត់ទៅហើយដោយសារទីតាំងភូមិសាស្ត្រពិសេសកម្ពស់ទឹកនៅទីនេះមិនដែលរីងស្ងួតឡើយពេញមួយឆ្នាំដែលជាតំបន់អូអាស៊ីសនៃជីវិតពិតៗហើយមានតែត្រីឆ្លាមដែលមានទំហំតូចបំផុតប៉ុណ្ណោះនេះពួកវានឹងបន្តវឹកហាត់ខ្លួនឯងជានិច្ចសមត្ថភាពក្នុងការកំណត់អត្តសញ្ញាណចំណីផងដែរអូអាស៊ីសនៃព្រៃកោងកាងដែលមិនចេះរីងស្ងួតនេះតែងតែនាំយកធនធានដូចជាត្រីគ្រប់ប្រភេទមកជានិច្ចជារៀងរាល់ថ្ងៃកូនត្រីឆ្លាមទាំងនេះនឹងវឹកហាត់ខ្លួននៅទីនេះរហូតក្លាយជាអ្នកប្រមាញ់ពិតប្រាកដទើបពួកវាចាក់ចេញពីជម្រកព្រៃកោងកាងឆ្ពោះទៅកាន់សមុទ្រដ៏ធំល្វឹងល្វើយហើយសត្វរស់នៅតាមឆ្នេរសមុទ្រទាំងនេះត្រូវតែសម្របខ្លួនទៅនឹងច្បាប់នៃទឹកចូលទឹកងាយរបស់ធម្មជាតិព្រោះទីនេះមិនមែននៅស្ថិតស្ថេរដដែលរហូតនោះទេ